មានស្ថានីយ៍ប្រេងឥន្ធនៈចំនួន11ទីតាំងត្រូវបានដាក់បំផ្ទុះគ្រាប់បែកនៅក្នុងភាគខាងត្បូងប្រទេសថៃកាលពីយប់ថ្ងៃសៅរ៍កន្លងទៅបន្ទាប់ពីបដិវត្តន៍នេះបានកើតឡើងកងកម្លាំងសន្តិសុខបានចូលទៅអន្តរាគមន៍ភ្លាមៗដើម្បីគ្រប់គ្រងស្ថានភាពគួរបញ្ជាក់ផងដែរថាស្ថានីយ៍ដែលត្រូវបានបំផ្ទុះនេះគឺស្ថិតនៅក្នុងខេត្ត3ចំនួនផ្សេងៗគ្នាដែលមាន4ទីតាំងស្ថិតនៅក្នុងខេត្តយ៉ាឡា5ទីតាំងស្ថិតនៅក្នុងខេត្តនរាธิវត្តនិង2ទីតាំងផ្សេងទៀតស្ថិតនៅក្នុងខេត្តប៉ាតានីក្នុងហេតុការណ៍នេះបានធ្វើឲ្យមានការខូចខាតទ្រព្យសម្បត្តិជាច្រើនព្រមទាំងហាងលក់ទំនិញនៅក្នុងនោះផងដែរប៉ុន្តែมันបណ្ដាលឲ្យមានការរងរបួសនោះទេបន្ទាប់ពីហេតុការណ៍នេះកើតឡើងក្រមប៉ូលីសបានបញ្ជាឲ្យមានការស៊ើបអង្កេតជាបន្ទាន់និងធ្វើការឆែកឆេរកាមេរ៉ាសុវត្ថិភាពទាំងអស់ដែលនៅក្នុងការ៉ាសាំងនិងបណ្ដោយផ្លូវដែលនៅជុំវិញទីនោះក្រុមអាជ្ញាធរថៃបានដាក់ការជឿជាក់ថាក្រុមអ៊ីស្លាមផ្ដាច់ទឹកដីគឺជាអ្នកនៅពីក្រោយហេតុការណ៍ទាំងនេះ